គាត់បរិហាគេលុះត្រាតែយើងញុះញង់ប្រខូចគាត់ទៅបងតែនេះយើងរងគ្រោះពិតប្រកបមែនបងចាយើងនិយាយការពិតទេចាយើងនិយាយការពិតហើយអ្នកដែលឡាយហ្នឹងសិតតែរងគ្រោះពិតប្រកបទាំងអស់បងអីអត់ទាំងអស់ហ្មងមិនមើលប្តឹងគាត់បរិហាគេឲ្យឃុំខ្លួនម្ដងអសន្នទៀតឲ្យឃុំខ្លួនម្ដងអសន្នទៀតចាហើយទៀត$50,000បង$50,000ចា$50,000វិញទៅ$40,000ចាបរិហាគេទៀមទាសំណងញឿចិត្តមែនបងបើខ្ញុំគាត់ទាដល់តែបាន$50,000នោះ$50,000បាទគាត់ទាសឹងតែគ្រប់គ្នាម្នាក់$50,000$50,000ម៉ានអ្នកបងបាទបើហើយមិនត្រឹមតែប៉ាត់ទេគាត់សុំឲ្យខាងព្រាជអាហ្នឹងឃុំខ្លួនពួកខ្ញុំតែម្ដងរឿងក៏មិនខុសពីពួកគាត់ដែរបងខ្ញុំជាជនរងគ្រោះទិញផ្ទះគាត់បានដាក់ពាក្យបណ្ដឹងខ្ញុំថាខ្ញុំបរិហានឹងមួយបង្កាច់គេគាត់ក៏ដូចជាដើរញុះញង់ហើយធ្ងន់កាន់តែធ្ងន់មួយទៀតបងគាត់ថាគាត់អត់បានលក់ផ្ទះឲ្យខ្ញុំទេអត់ដឹងខ្ញុំទៅទិញផ្ទះមកពីណាទេហើយផោះតាំងខ្ញុំមានទាំងអស់ខ្ញុំសូមបញ្ជាក់ប្រាប់បងសារព័ត៌មានថាសម្រាប់ខ្ញុំទិញក្រុមហ៊ុនធីសភៈដោយដឹកនាំដោយអ្នកស្រីគង់យ៉ាងធីខ្ញុំទិញពីខាងក្រុមហ៊ុនហើយដោយបុគ្គលិកក្រុមហ៊ុនអ្នកធ្វើកដាស់ស្នាមលក់ដូរជាមួយខ្ញុំហើយបើសិនជាគាត់មិនថាមិនលក់ផ្ទះឲ្យខ្ញុំហេតុអីទឹកលុយ20,000ជាងដែលខ្ញុំបាញ់ចូលឈ្មោះជាសភៈហ្នឹងតែខ្ញុំបាញ់ចូលដោយវិធីណាបើសិនជាគាត់បដិសេធគាត់ដាក់បណ្ដឹងថាគាត់មិនបានលក់ផ្ទះឲ្យខ្ញុំទេនេះជារឿងជាក់ស្ដែងហើយគាត់ដាក់ពាក្យបណ្ដឹងប្តីខ្ញុំទៀតដោយប្តីខ្ញុំគាត់បានដឹងឮតែរឿងខ្ញុំទិញផ្ទះទេបងម្លងឆ្នាំ2023ហ្នឹងរឿងហ្នឹងរឿងប៉ិតប្លង់4ហ្នឹងផ្ទះខ្ញុំលក់ផ្ទះខ្ញុំម្ចាស់នោះខ្ញុំលក់ឲ្យទៅគង់អៀងពៅចាខ្ញុំលក់ឲ្យគាត់បង់លុយឲ្យខ្ញុំអត់តាន់គ្រប់ទេគាត់សំបង់ទៅធនាគារតឲ្យខ្ញុំដល់ពេលឥឡូវគាត់ឈប់បង់ធនាគារឲ្យខ្ញុំហើយគាត់យកផ្ទះខ្ញុំហ្នឹងទៅលក់ឲ្យគេទៀតគាត់ធ្វើប្លង់មួយទៀតយកទៅលក់ឲ្យគេនឹងផ្ទះខ្ញុំលក់ឲ្យគង់អៀងពៅហើយចំណាយផ្ទះដែលខ្ញុំទិញពីបងគាត់នេះឥឡូវចេញប្លង់មួយទៀតចាផ្ទះក្រោយខ្នងនេះបងចាផ្ទះក្រោយខ្នងហ្នឹងចាប្រិមត្តទស្សនិកជនឥឡូវនេះគ្រួសារជាច្រើនគ្រួសារដែលពាក់ព័ន្ធជុំវិញនឹងរឿងបាទទិញផ្ទះមិនបានផ្ទះលក់ផ្ទះមិនបានលុយឥឡូវនេះត្រូវរងមិនដឹងពីបុគ្គលក្រុមហ៊ុនដែលលក់ផ្ទះទៀតប្រិមត្តជនដោះស្រាយមិនបានដោះស្រាយហើយត្រូវរងមិនដឹងបន្ថែមបាទការប្តឹងពីបទបរិហាគេនឹងទាមទារសំណងជំនួយចិត្ត$50,000បន្ថែមទៀតបាទក្នុងការពាក់ព័ន្ធជុំវិញរឿងដែលបានធ្វើការផ្សព្វផ្សាយកន្លងមកប្រិមត្តជនហើយចង់ដឹងរឿងរ៉ាវយ៉ាងណាទៅជួបគាត់ទាំងអស់គ្នាហើយសួរបងបាទជំរាបសួរបងហើយនឹងមានបញ្ហាទៀតទេបងបងអើយខ្ញុំចាប់ដើមមានដីកាធ្លាក់មកការធ្លាក់មកម្ដង8នាក់តែម្ដង8នាក់បងបាទដីកាគេដីកាក៏ហៅក្រមបណ្ដឹងរបស់គង់យ៉ាងធីបាទដឹងមកគេវិញបងដឹកថាពួកខ្ញុំនឹងបរិហាគេគាត់ញុះញង់បង្កាច់គេគាត់អូផ្សាយលើកមុនទៀមទាយុតិធរបងបាទខាងគាត់ប្តឹងមួយឯងថាបរិហាគេវិញបាទបងប្អូនគាត់បោកប្រាស់ហ្នឹងឯងបាទទាំងគាត់ក៏មានការរស់ស៊ីបោកប្រាស់គេទាំងបងប្អូនគាត់ក៏មានការរស់ស៊ីបោកប្រាស់គេឥឡូវមកប្តឹងប្រជាពលរដ្ឋបាទដល់ពេលពួកខ្ញុំរត់ដំណោះស្រាយតាមពិតទៅពួកខ្ញុំមុននឹងសុំដំណោះស្រាយតាមព័ត៌មាននេះគឺពួកខ្ញុំព្យាយាមទៅជួបគាត់បាទព្យាយាមប្តឹងតាមសង្កាត់តាមអីតាមខណ្ឌតែពួកគាត់អត់ចូលខ្លួនទេពីណាគេអត់ចូលខ្លួនបងតាំងគង់យ៉ាងធីជាសុភ័ក្រហ្នឹងតាំងគង់អៀងពៅអត់ចូលដល់ស្រាយពួកខ្ញុំទេហើយពួកខ្ញុំមិនដឹងធ្វើម៉េចបាទហើយខាងសង្កាត់ខាងខណ្ឌក៏គាត់បានជួយធ្វើការពួកខ្ញុំដែរបាទគាត់បានដាក់លិខិតអញ្ជើញអីទាំងអស់នៅក្នុងនឹងមានការកោះហៅពួកគាត់តែពួកគាត់ចូលរួមទេបាទពួកគាត់ចូលរួមទេអត់តែម្ដងបាទដល់ពេលអញ្ចឹងខ្ញុំអត់ដឹងធ្វើម៉េចបាទហើយអញ្ចឹងខ្ញុំក៏សម្រេចចិត្តស្ដាយព័ត៌មានដើម្បីថាដឹកនាំទៅលើលោកបានជួយបាទពួកខ្ញុំអត់មានទៅបរិហាគេគាត់ទេគឺពួកខ្ញុំទាំងអស់គ្នាដែលមានដីកានេះសិតតែជាជនរងគ្រោះផ្ទះមួយមានប្លង់2ផ្ទះមួយមានប្លង់3បាទយើងទិញអត់បានផ្ទះលក់ផ្ទះអត់បានលុយជាប់ធនាគារទាំងអស់យកដំណោះស្រាយអត់មានដល់ពេលយើងឡាយសុំឲ្យគាត់បកស្រាយដោយសារតែគាត់មិនចេញមុខដោះស្រាយជាមួយយើងសោះតែម្ដងបាទពេលបន្ទាប់ធ្វើការផ្សព្វផ្សាយហើយក៏មានបន្ទុកមួយទៀតគឺការប្តឹងផ្ដាល់ការប្តឹងផ្ដាល់បាទក៏អត់ការដោះស្រាយអត់មានហើយឥឡូវមកថែមបន្ទុកមួយទៀតគឺគេប្តឹងបរិហាគេទៀតបាទប្តឹងបរិហាគេទៀតហើយពួកខ្ញុំមកបរិហាគេកន្លែងណាបើគាត់បានធ្វើការបោកប្រាស់ខ្លៃបន្លំប្លង់ពិតប្រាកដមែនឮថាប្តឹងពីបទបរិហាគេទាមទារសំណងញឿចិត្តមែនបងបើខ្ញុំគាត់ទាដល់តែបាន$50,000នោះ$50,000បាទគាត់ទាសឹងតែគ្រប់គ្នាម្នាក់$50,000ម៉ានអ្នកបងបាទបើហើយមិនត្រឹមតែប៉ាត់ទេគាត់សុំឲ្យខាងព្រាជហ្នឹងឃុំខ្លួនពួកខ្ញុំតែម្ដងមាន$50,000ហ្នឹងបាទ$50,000ប៉ុណ្ណាគាត់បោកអស់ហើយបាទគេបោកអស់ហើយមាន$5,000សុំសួរបន្តិចការលក់ផ្ទះលក់បានប្រមាណតម្លៃផ្ទះការខ្ញុំលក់ឲ្យគង់អៀងពៅហ្នឹងខ្ញុំលក់បានតែ
36,000ទេ អត់ទាន់មកលុយគ្រប់ទេ អត់ទេបាទ ឥឡូវគេប្តឹងយក50000 បាទបងប្រុសមកឲ្យធៀបពិតទៅខ្ញុំពេលដែលខ្ញុំសុំការប្តឹងដល់ខ្ញុំអត់ពាក់ព័ន្ធមួយគង់យ៉ាងធីនឹងទេខ្ញុំពាក់ព័ន្ធតែគង់អង្គទេដើម្បីឲ្យគាត់ចេញមុខដោះស្រាយឲ្យប្រជាពលរដ្ឋឲ្យខ្ញុំដែលគាត់បានទិញផ្ទះខ្ញុំហើយទៅឲ្យលុយខ្ញុំបានប្រហែលពាន់ប្រហែលជាចិត្ត10000ហ្នឹង ចិត្ត10000ប្លង់ដីបងប្លង់ដីចាស់បងឯងមានដល់2 មានដល់2បាទនេះប្លង់ហ៎បាទមាន2បាទមាន2ពិតប្រកបមែនបាទអានេះប្លង់របស់ខ្ញុំ បាទ ហើយនេះប្លង់របស់អ្នកថ្មីបាទហើយអ្នកថ្មីក៏គាត់បានទៅដាក់ពាក្យបណ្ដឹងនៅសង្កាត់នៅខណ្ឌដែរបាទហើយយើងមានផោះតាំងពិតប្រកបពួកខ្ញុំអត់បានបរិហាគេគាត់អីទេ ប្លង់ស៊ីននៅបងហ៎ បាទប្លង់ខ្ញុំគឺប្លង់ដើម បាទ បាទដោយសារតែតំបន់នេះយើងមានត្រឹមប្លង់ប្រថាប់ត្រាបាទយើងប្លង់ទុននឹងឯងហើយខ្ញុំជាប្លង់ដើមម្ចាស់ទី1តែម្ដង បាទអត់តាមបានដោះស្រាយទេហើយបងប្អូនយើងខាងក្រៅនេះក៏ដូចគ្នាដែរ ទាំងអស់គ្នា បាទដូចគ្នា ទាំងតែស្នាដៃរបស់គង់អង្គពៅគង់ បាទទាំងពីរទាំងគង់យើងធីក៏មានគង់អង្គពៅក៏មាន បាទគ្រាន់ថាខ្ញុំប្តឹងគង់អង្គពៅចឹងទៅបងប្អូនដែលគាត់មានបញ្ហាមួយគង់យើងធីក៏ប្តឹងគង់យ៉ាងធីជាសុភ័ក្រហ្នឹងទៅបាទពួកគាត់ទៅរកស៊ីអញ្ចឹងទាំងអស់គ្នា រកស៊ីបោកប្រាស់ បាទបោកប្រាស់ទាំងអស់គ្នាហើយគាត់ចាត់មកខ្ញុំថាខ្ញុំនឹងបានឆាត Telegram ទៅទាគាត់$40000 ទៅការពិត ការពិតខ្ញុំមិនដែលមានតំណែងមួយគង់យ៉ាងធីនឹងសោះ បាទមានតែគង់យ៉ាងធីនឹងទេដែលគាត់ឆាតមកគម្រាមខ្ញុំបាទឆាតមកគម្រាមខ្ញុំទៅពេលដែលខ្ញុំចាប់ដើមតវ៉ាសុំឲ្យគង់អង្គពៅដោះស្រាយគាត់ឆាត Telegram មកគម្រាមខ្ញុំ បរិហាគេ បាទ គប់6ខែ បាទ ឆ្នាំ គាត់ឆាតមកគម្រាមខ្ញុំគាត់ចោលសារដែលគាត់ប្តឹងសេចម៉ាលីហ្នឹងគាត់ប្តឹងសេចលីចោលផ្ទះហ្នឹងគាត់ឲ្យមើលថាកុំចេះតែដើរថាយ៉ាងណាគាត់ប្តឹងគាត់មើលឲ្យបាទគាត់គម្រាមខ្ញុំតាម Telegram របស់គាត់ គាត់ចេះច្បាប់ណូ បាទ គាត់ចេះច្បាប់ហើយគាត់ដាក់ឲ្យ គាត់គម្រាមខ្ញុំមានតែខ្ញុំមិនដែលបានទៅប៉ះពាល់ជាមួយគាត់ទេពួកខ្ញុំជាប្រជាប្រដ្ឋសូត្រង់ហើយសមត្ថភាពខ្ញុំណាហ៊ានទៅគម្រាមគាត់នោះបាទខ្ញុំសុំតែយុត្តិធម៌ពីគាត់ក៏មិនដោះស្រាយខ្ញុំផងហ្នឹងបាទ សូមតែយុទ្ធធម៌សម្រាប់ភាគីទាំងពីរដែលធ្លាប់ធ្វើការចរចាតំណែងតំណងការលក់ផ្ទះ បាទ តែពេលលក់ផ្ទះបានលុយអយុត្តិធម៌មិនរកព័ត៌មានផ្សព្វផ្សាយ បាទ ហើយបែរជាជាប់បណ្ដឹងពីបទបរិហាគេតែម្ដងហើយ បាទ ឥឡូវនេះគាត់ចេះច្បាប់គាត់នៅបរិហាគេជាប់6ខែទៅ3ឆ្នាំមក បាទ នៅសងងឺចិត្តទៀត បាទគាត់ទីមួយចិត្តទៀតបាទ ឥឡូវបងប្អូនយើងនឹងតឡាការកោះហើយនៅថ្ងៃណាដែរ ចាប់ពីថ្ងៃ24ដល់ថ្ងៃ27 ហើយយើងចូលខ្លួន បាទចូលទៅម្ដងម្នាក់តាមថ្ងៃដែលគាត់បានណាត់ចឹងទៅបាទនេះដីកាទៅហើយ មួយដីកាម្នាក់ បាទនេះដីការបស់ខ្ញុំ បងប្អូនដែលសិតតែលេខាម្នាក់មួយតែម្ដង ពីបងប្អូន8សន្លឹក អាណិតណាស់ប្រិមត្តយុជនហើយ ដំបងរីករី បាទ រងគ្រោះឲ្យគេប្តឹង រងគ្រោះហើយបាទដឹងទៅតុលាការទៀតបាទ ឲ្យឃុំខ្លួនទៀត បរិហាគេ បាទ បាទនេះ8សន្លឹក យើងមិនទាន់ដឹងថាចំណាត់ការរបស់ប្រព័ន្ធតុលាការយ៉ាងណានោះទេនេះគ្រាន់តែជាដីកាពីភាគីម្ខាងទៀតបានប្តឹងទៅពួកគាត់បាទសូមមេត្តាយោគយល់ដល់ពួក ប គាត់ ងស្រីណាមិនមានប្តីមានបរិហាគេមិញឲ្យប្តីគាត់ដឹងអីបាត់ដឹងមើលបងណាបងណា បាទប្រធានអស់បាទ បាទបង អូសិតតែ មើលបងណាមិញ បាត់បោះហាគេ 3នាក់បង3នាក់ មិនប្តីនៅផ្ទះសុកគេក៏ខើដែរ ចា បាទ មួយយរួមទៅប្តីយើងធ្វើការអត់មានពាក់ព័ន្ធទេគាត់ថាគាត់ដឹងសាច់រឿងយើងទាំងអស់ចឹងណាបង បាទ តែគាត់បកគលឲ្យយើងធ្វើការងារទាំងអស់ដល់ពេលដូចថាបើគាត់មកដែរមានពេលណារស់ស៊ីអញ្ចឹងឲ្យយើងធ្វើការរឿងហ្នឹងអញ្ចឹងដល់ពេលហិចគាត់អត់ដឹងអីផងទៅប្តឹងគាត់ឡើងតុលាការញុះញង់បរិហាគេដែរបែរមើល ចុះប្តីបងមានបរិហាគេអត់ អត់មានសោះហ្មងអត់មានរូបភាពណាដែលគាត់ទៅ live ឬអីអត់ទាំងអស់ហ្មងបែរមើលប្តឹងគាត់បរិហាគេឲ្យឃុំខ្លួនម្ដងអសន្នទៀត ឲ្យគុំខ្លួនដល់អសន្នទៀត ចា ឲ្យទៀត $50000បង 50000 ចាម្នាក់50000 វិញនេះវា$40000 ចា អូមាន$40000មិនបន្តវ៉ាយកលុយ10000 ចាបងពួកខ្ញុំជាជនរងគ្រោះហេតុអីទៅជាគាត់ប្តឹងពួកខ្ញុំវិញនេះអត់មានដំណោះស្រាយពួកខ្ញុំថាទៅជាប្តឹងពួកខ្ញុំវិញណាបង បងអត់សក់នោះ គាត់នៅថៃទេ បាទថៃ ចា គេប្តឹងឲ្យដល់ថៃទៀត ប្តឹងពីបាត់បរិហាគេញុះញង់គម្រាមកំហែងឯណាឥឡូវទៀតសំណងងារចិត្ត50000ហើយកងយ៉ាងធីបង នៅនេះមានជនរងគ្រោះច្រើនបងប៉ុន្តែដោយសារគុកយ៉ាងធីគាត់ប្តឹងខ្ញុំមិនគ្នាហ៊ានងើប ចាគម្រាម បន្ទាប់ពីធ្វើការផ្សព្វផ្សាយជាលើកទី1ជាលើកទី2ក្នុងការដោះស្រាយរបស់មន្ត្រីពាក់ព័ន្ធថ្នាក់ដឹកនាំគឺបានដោះស្រាយយ៉ាងណាហើយ និយាយរួមទៅបងអត់ទាន់មានដំណោះស្រាយទាំងអស់ អត់ទាន់មានដំណោះស្រាយឥឡូវមកទទួលបន្ទុកពាក្យបណ្ដឹងមួយទៀត ចាបងពួកខ្ញុំក៏បានខាងខណ្ឌអញ្ជើញទៅបកស្រាយអីឲ្យបំភ្លឺឲ្យដែរតែភាគីខាងគេគឺអត់មកទេខាងបងប្អូនរងគ្រោះគឺចូលរួមទាំងអស់បងតែគង់យ៉ាងធីគង់អៀងទៅហើយជាសុភ័ក្រអីហ្នឹងគឺអត់ចូលរួមទេបងចាអញ្ចឹងដំណោះស្រាយមានតែខាងខ្ញុំមកខាងហ្នឹងមកខាងទៀតក៏អត់ចេញផងហ្នឹង មិនខ្លាចប្រហែលជាគាត់មិនខ្លាចត្រឹមខណ្ឌត្រឹមអីគាត់មិនខ្លាចទេបងទូទីគាត់ជាធំជាងខណ្ឌហ្នឹងទៅបាន គាត់អត់ចេញមុខដោះស្រាយប៉ុន្តែគាត់ប្តឹងវិញគាត់បែរជាប្តឹងឡើងទៅតុលាការវិញបងនេះអញ្ចឹងយើងមានតែសង្ឃឹមទៅខាងតុលាការគាត់ជួយយករកយុត្តិធម៌ឲ្យបងប្អូនរងគ្រោះ
ពួកខ្ញុំមិនបានញុះញង់បរិហាគេគាត់ទេពួកខ្ញុំជាជនរងគ្រោះពិតប្រាកដទាំងអស់គ្នាចា ព្រោះអីគាត់ធ្វើការច្បាប់គាត់ជាច្បាប់យើងគាត់មានខ្លាចច្បាប់ ចា ត្រឹមថ្នាក់ខណ្ឌទេបានគាត់មិនចូលឲ្យតម្លៃទៅថ្នាក់ខណ្ឌឲ្យធ្វើការកោះហៅ ចាបងបងបាត់ ចាំប្តឹងតែម្ដងវិជាគាត់សូត្រត្រង់គាត់ខ្លាចច្បាប់គាត់ខ្លាចខណ្ឌគាត់ទៅតាមការអញ្ជើញរបស់ខណ្ឌ ចាចាត្រូវបងគាត់បរិហាគេលុះថាតែយើងញុះញង់ប្រខូចគាត់ទេបងតែនេះយើងរងគ្រោះពិតប្រាកដមែនបងចា យើងនិយាយការពិតទេ ចានិយាយជាការពិតហើយអ្នកដែលឡាយហ្នឹងសិតតែរងគ្រោះពិតប្រាកដទាំងអស់បងចា រងគ្រោះប្រកាសទាំងអស់ ចាក៏ពីពួកគាត់ដែរបងខ្ញុំជាជនរងគ្រោះទិញផ្ទះគាត់បានដាក់ពាក្យបណ្ដឹងខ្ញុំថាខ្ញុំបរិហានឹងមួយបង្កាច់គេគាត់ក៏ដូចជាដើរញុះញង់ហើយធ្ងន់កាន់តែធ្ងន់មួយទៀតបងគាត់ថាគាត់អត់បានលក់ផ្ទះឲ្យខ្ញុំទេអត់ដឹងខ្ញុំទៅទិញផ្ទះមកពីណាទេហើយផោះតាំងខ្ញុំមានទាំងអស់ខ្ញុំសូមបញ្ជាក់ប្រាប់បងសារព័ត៌មានថាសម្រាប់ខ្ញុំទិញក្រុមហ៊ុនធីសុភ័ក្រដោយដឹកនាំដោយអ្នកស្រីគង់យ៉ាងធីខ្ញុំទិញពីខាងក្រុមហ៊ុនហើយដោយបុគ្គលិកក្រុមហ៊ុនអ្នកធ្វើកដាស់ស្នាមលក់ដូរជាមួយខ្ញុំហើយបើសិនជាគាត់មិនថាមិនលក់ផ្ទះឲ្យខ្ញុំហេតុអីទឹកលុយ 20000 ជាងដែលខ្ញុំបាញ់ចូលឈ្មោះជាសុភ័ក្រហ្នឹងតែខ្ញុំបាញ់ចូលដោយវិធីណាបើសិនជាគាត់បដិសេធគាត់ដាក់បណ្ដឹងថាគាត់មិនបានលក់ផ្ទះឲ្យខ្ញុំទេនេះជារឿងជាក់ស្ដែងហើយគាត់ដាក់ពាក្យបណ្ដឹងប្តីខ្ញុំទៀតដោយប្តីខ្ញុំគាត់បានដឹងឮតែរឿងខ្ញុំទិញផ្ទះទេបងម្លងឆ្នាំ 2023 ហ្នឹងក៏ប៉ុន្តែរឿងដើរប្តឹងផ្ដល់រឿងដើរដោះស្រាយរឿងអីទាំងអស់គឺគាត់បន្ទុកឲ្យខ្ញុំទាំងអស់ព្រោះគាត់ខំរលុយបង់រដ្ឋាភិបាលគេលក់លៀសលក់ខ្ចៅមួយថ្ងៃគាត់ដែរបាននៅផ្ទះទេតែគង់យ៉ាងធីគាត់ដែរស្គាល់ឈ្មោះផងគាត់ទៅទិញផ្ទះហ្នឹងទិញបានបន្ទប់គាត់មេដៃទិញអូខេប្តីប្រពន្ធមែនតែបន្ទាប់មកលេងគាត់បានលេងមកឈុតធំចឹងហ្មងប្តឹងប្រពន្ធហើយប្តឹងប្តីតែគេមិនដែរស្គាល់មិនដែរពាក់ព័ន្ធបរិហាគេកន្លែងណាឃើញប្តីខ្ញុំចេញវីដេអូកន្លែងណាមិនត្រឹមតែប៉ុណ្្នឹងទេនេះគាត់កោសលុបអត្តសញ្ញាណប័ណ្ណរបស់ប្តីខ្ញុំខ្ញុំមិនទាន់បានទាំងដាក់ពាក្យប្តឹងគាត់ដោះស្រាយខ្ញុំផងចូលលុបហើយដោយសារតញ្ញាណប័ណ្ណរបស់ខ្ញុំគាត់យកឯកសារដើមខ្ញុំដើម្បីយកទៅរត់ប្លង់យកលុយធនាគារក៏ប៉ុន្តែមកវិញគឺគាត់ឲ្យខ្ញុំដែលខ្លែងខ្លាយមកទាំងអស់ដោយទាំងពួកខ្ញុំអត់មានការអនុញ្ញាតពីខ្ញុំខ្លាយត្រង់ណាបងខ្លែងខ្លាយត្រង់ដូរថ្ងៃឆ្នាំកំណើតនិងលេខសង្គាល់ឈ្មោះរបស់យើងសូមថតឲ្យច្បាស់ជាចុងក្រោយខ្ញុំសូមឲ្យខ្លាយបន្លំនេះទីគាត់ចេះជប់ទេខ្ញុំអត់ដឹងថាគាត់ចេះអីបងតែជាសុំក្រោយខ្ញុំសុំឲ្យថ្នាក់ដឹកនាំក៏ដូចជាតឡាការដែលគាត់បានបណ្ដឹងកោះហៅពួកខ្ញុំទៅនេះសូមជួយរកយុទ្ធធម៌ឲ្យពួកខ្ញុំផងព្រោះពួកខ្ញុំជាជនរងគ្រោះពិតប្រាកដមិនបានបរិហាគេហើយក៏មិនបានដើរញុះញង់ដោយដែលពាក្យអ្វីដែលគាត់ចោទប្រកាន់មកកាន់ពួកខ្ញុំទេពួកខ្ញុំសិតតែជនរងគ្រោះទាំងអស់បងបាទបងប្អូនជាចុងក្រោយបើមានអីសំណពរទៅដល់ប្រធានតឡាការមានអីសំណពរថ្នាក់ដឹកនាំខ្ញុំជាចុងក្រោយខ្ញុំក៏សូមអព្យាស្រ័យដល់បងប្អូនទូទាំងប្រទេសតាមពិតរឿងនេះខ្ញុំក៏បានគិតដែរថាដោយសារប្រទេសយើងកំពុងតែមានបញ្ហាតែពួកខ្ញុំដោយសារខ្ញុំរងភាពអយុត្តិធម៌ពេកមិនមែនខ្ញុំចង់មកឡាយក្នុងពេលដែលប្រទេសកំពុងមានបញ្ហាទេតែខ្ញុំរងភាពអយុត្តិធម៌ដោយសារមានដីកាកោះហៅម្ដងដល់ទៅ8នាក់អញ្ចឹងខ្ញុំជឿជាក់លើច្បាប់ប្រជាជាតិកម្ពុជាខ្ញុំជឿជាក់លើខាងព្រះអាជ្ញាខាងតុលាការថាលោកនឹងមានការបែងចែកសុវិនិច្ឆ័យឲ្យបានល្អដោយសារពួកខ្ញុំមិនមែនបរិហាគេអីទេពួកខ្ញុំមកដើម្បីទាមទារយុត្តិធម៌ដោយសារពួកខ្ញុំបានរត់ទៅប្តឹងដល់សង្កាត់ផងដល់ខណ្ឌផងអីផងប៉ុន្តែពួកគាត់ក៏បានជួយខ្ញុំដែរបាទខណ្ឌគាត់ជួយដុតដៃដុតជើងគាត់កោះហៅគាត់ហៅពួកខ្ញុំទៅច្រើនដងណាស់ប៉ុន្តែពួកនឹងអត់ចូលទេខាងគេខាងបរិយហ្នឹងតាំងទីសុភ័ក្រតាំងកងយ៉ាងបើបាទកងយ៉ាងទីគឺអត់ចូលតែម្ដងបាទអញ្ចឹងខ្ញុំមិនដឹងធ្វើម៉េចបាទអញ្ចឹងខ្ញុំសង្ឃឹមថាខាងលោកតឡាការក៏ដូចជាតាដឹកនាំបើសូមជួយដោះស្រាយឲ្យបងប្អូននេះផងពិសេសខ្ញុំបានដាក់ពាក្យបណ្ដឹងទៅខាងមហាផ្ទៃហើយខ្ញុំសង្ឃឹមថាខាងមហាផ្ទៃដែលបានលឺនឹងជួយបន្លឿនសាច់រឿងនេះជួយប្រជាពលរដ្ឋផងពួកយើងរត់ធ្វើច្រើនណាស់មិនប៉ុណ្ណឹងទេហើយខាងគង់យ៉ាងធីគង់យើងពើដូចជាមិនខ្លាចច្បាប់ស្រុកខ្មែរតែម្ដងគាត់មិនខ្លាចបាទគាត់មិនចេញមុខដោះស្រាយយើងហើយគាត់អង្គុយចាំប្តឹងយើងទៀតតែខ្សែបាទខ្ញុំមិនដឹងថាគាត់មានខ្សែប៉ុណ្ណាតែខ្ញុំជឿជាក់លើតាដឹកនាំមានសម្ដេចដេជោមានសម្ដេចធិបតីខ្ញុំជឿជាក់ទៅលើប្រព័ន្ធតុលាការស្រុកខ្មែរខ្ញុំជឿជាក់ថាពួកលោកនឹងរកដំណោះស្រាយឲ្យប្រជាពលរដ្ឋស្រួលត្រង់មិនឲ្យបុគ្គលនេះដើរធ្វើអំពើបោកប្រាស់ដើម្បីបំផ្លាញសន្តិភាពដែលលោកខំថែរក្សាមកទេបាទខ្ញុំសូមបន្ថែមបន្តិចបាទធ្លាប់មានរឿងបញ្ហាដែរតែឥឡូវមានរឿងអីទៀតទេខ្ញុំចេះខ្ញុំមានរឿងដែលគង់យ៉ាងទីប្រឹងខ្ញុំហ្នឹងឥឡូវនេះខ្ញុំបានទៅតុ
ស្លាដំបងដើម្បីឆ្លើយបំភ្លឺរួចហើយដែលមានព្រះរាជអាជ្ញារងសាធីតានោះគឺខ្ញុំបានចូលទៅបំភ្លឺតាមពាក្យបណ្ដឹងរបស់គង់យ៉ាងធីដែលប្រឹងខ្ញុំពីបទបរិហាគេនឹងញុះញង់អីចឹងណាបាទប្រឹងខ្ញុំតែខ្ញុំបានចេញទៅឆ្លើយបំភ្លឺជាមួយនឹងតុលាការរួចហើយតុលាការដែលមានព្រះអាជ្ញារងជាមួយកលាវិជាហ្នឹងក៏បានតម្លាក់បទចោទមកលើខ្ញុំហើយខ្ញុំក៏សូមអរគុណបាទតម្លាក់បទចោទមកលើខ្ញុំក៏សូមអរគុណដល់តុលាការដែលមានភាពយុត្តិធម៌ផ្ដល់យុត្តិធម៌ដល់ខ្ញុំបាទដែលជាជនរងគ្រោះពិតប្រាកដហើយតម្លាក់បទចោទដល់ខ្ញុំនេះហើយខ្ញុំក៏សង្ឃឹមថាតុលាការនឹងមានភាពយុត្តិធម៌បន្តទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគាត់កំពុងតែរងគ្រោះបាទដោយសារតែគ្រួសារលោកផ្កាយមួយគង់អំពើជាសភៈគង់យ៉ាងធីនេះបាទប្តឹងពួកគាត់ទាំងពួកគាត់ដែលជាជនរងគ្រោះពិតប្រាកដមួយថ្ងៃរកស៊ីចិញ្ចឹមខ្លួនមិនចង់រស់ផងហើយមកឲ្យគង់យ៉ាងធីជាសភៈគង់អំពើប្តឹងឡើងតុលាការខាត់ពេលវេលាខាត់បាច់បាយដាច់ទឹកដោយសារតែគ្រួសារលោកផ្កាយមួយហ្នឹងអញ្ចឹងខ្ញុំសូមអរគុណដល់ប្រធានតុលាការហើយដែលបានតម្លាក់បទចោទមកលើខ្ញុំហើយមួយទៀតនោះខ្ញុំក៏សូមអរគុណដល់ថ្នាក់ខណ្ឌបាទដែលមានអាយដាមសុកច័ន្ទកញ្ញរិទ្ធដែលបានគាត់ឥឡូវនេះគឺថាគាត់ព្យាយាមធ្វើការឲ្យប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់មែនទែនហើយខ្ញុំមួយទៀតគឺខ្ញុំសូមអរគុណដល់អបាលរងស្រីបាទលោកស្រីលៀងលីហួរបាទអបាលរងស្រីគឺគាត់មានបេះដូងក្រហមគាត់មានគុណធម៌គាត់មានមេត្តាធម៌គាត់មានចិត្តនៅក្នុងការជួយប្រជាពលរដ្ឋយ៉ាងពិតប្រាកដខ្ញុំជឿជាក់ថាបើសិនជាមានមន្ត្រីដែលល្អដូចជាអភិបាលរងខណ្ឌបាទលៀងលីហួរបាទព្រះស្រីនេះបាទគឺល្អមែនទែនគាត់ជួយឲ្យប្រជាពលរដ្ឋយើងមានសង្ឃឹមខ្ញុំជឿជាក់ថាគាត់នឹងរកយុត្តិធម៌ជូនប្រជាពលរដ្ឋបាទបងប្អូនបាទជ័យយោសម្ដេចជ័យហ៊ុនសែនជ័យយោសម្ដេចតាហ៊ុនម៉ាណែតយោហើយខ្ញុំសង្ឃឹមថាម្ចាស់បរិយគង់យ៉ាងធីជាសុភ័ក្រហើយនឹងគង់អៀងពៅបាទសូមចេញដោះស្រាយមកបាទកុំនៅសង្ងំប្តឹងប្រជាពលរដ្ឋដែលជាអ្នករងគ្រោះអញ្ចឹងបាទចេញមកទល់មុខគ្នាមកបើណៃពិតជាមានភាពស្អាតស្អំពិតប្រាកដបាទសូមចេញមុខមកដោះស្រាយគ្នាបាទខ្ញុំសូមពោលចុងក្រោយហើយខ្ញុំសង្ឃឹមថាតុលាការនឹងមានបាទការវិនិច្ឆ័យដ៏ត្រឹមត្រូវតាមផ្លូវច្បាប់ជួយដល់ប្រជាពលរដ្ឋក្នុងគ្រោះពិតប្រាកដបាទបាទអរគុណច្រើនបងចង់ខំថាប្រព័ន្ធផ្លូវច្បាប់នៅមានយុត្តិធម៌សម្រាប់បងប្អូនដែលរងគ្រោះពិតប្រាកដណាបងប្អូនជូនពរតំណាងល្អទាំងអស់គ្នាបាទ